ការស្រាវជ្រាវបង្ហាញថាមនុស្សដែលបង្ហាញការចង់ដឹងកម្រិតខ្ពស់ទទួលបានកម្រិតនៃការពេញចិត្តក្នុងជីវិតខ្ពស់និងមានបទពិសោធន៍ទំនាក់ទំនងបុគ្គលវិជ្ជមានច្រើនជាងមនុស្សដែលចង់ដឹងបន្តិចបន្តួចលទ្ធផលនៃការស្រាវជ្រាវនេះក៏បង្ហាញផងដែរថាមនុស្សដែលមិនសូវចង់ដឹងទទួលបានភាពសប្បាយរីករាយច្រើនពីសកម្មភាពដូចជាអាហារជាដើមផ្ទុយទៅវិញមនុស្សដែលចង់ដឹងអាចរកឃើញអត្ថន័យកាន់តែខ្លាំងក្នុងជីវិតការចង់ដឹងធ្វើឲ្យយើងស្វែងរកបទពិសោធន៍និងបញ្ហាប្រឈមថ្មីបទពិសោធន៍និងបញ្ហាប្រឈមថ្មីទាំងនេះគឺជាបុព្វហេតុដ៏សំខាន់សម្រាប់ការសិក្សាការលូតលាស់ផ្ទាល់ខ្លួននិងភាពជោគជ័យនៅក្នុងផ្នែកអន្តរបុគ្គលការចាប់ផ្ដើមសកម្មភាពថ្មីឬព្យាយាមរៀនអ្វីថ្មីអាចជាការពិបាកនិងបង្កើតការថប់បារម្ភមួយចំនួនទោះជាយ៉ាងណាក៏ដោយរង្វាន់គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងរយៈពេលមធ្យមនិងរយៈពេលវែងមនុស្សចង់ដឹងត្រូវបានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេរង្វាន់ទាំងនេះអាចជារង្វាន់សង្គមដូចជាការជួបមនុស្សគួរឲ្យចាប់អារម្មណ៍ឬសម្ភារៈដូចជាការស្វែងរកសកម្មភាពថ្មីគួរឲ្យចាប់អារម្មណ៍ឬស្វែងរកប្រភពចំណូលថ្មីជាដើមប៉ុន្តែជាមូលដ្ឋានភាពរីករាយត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពខ្លួនឯងការពិតនៃការស្ទាត់ជំនាញផ្នែកចំណេះដឹងថ្មីគឺជារង្វាន់ដ៏សំខាន់ហើយតាមធម្មតាជាអ្វីដែលជំរុញទឹកចិត្តមនុស្សចង់ដឹងដូច្នេះយុទ្ធសាស្ត្រដ៏មានសារៈប្រយោជន៍មួយដើម្បីសម្រេចបាននូវសុខុមាលភាពគឺចូលរួមក្នុងអ្វីដែលពិបាកលើសពីនេះការចង់ដឹងមាននានាការកើនឡើងតាមពេលវេលាដែលបង្ហាញថាចំណេះដឹងដែលមនុស្សចង់ដឹងផ្ដល់ឲ្យពួកគេនូវការពេញចិត្តនិងបង្កើនការលើកទឹកចិត្តរបស់ពួកគេក្នុងការបន្តការសិក្សាមនុស្សខ្លះមានភាពចង់ដឹងជាងអ្នកដទៃប៉ុន្តែជាសំណាងល្អការចង់ដឹងនិងរៀនអ្វីថ្មីអាចត្រូវបានបណ្ដុះនិងពង្រឹងគិតអំពីវាតើអ្វីដែលអ្នកចាប់អារម្មណ៍តើអ្នកចង់ដឹងរឿងអ្វីខ្លះ